បាទសូមគោរពពុកម៉ែបងប្អូនបាទរឿងបិសម្បត្តិហើយជាមួយកីឡាករសុខធីបាទអឺគិតទៅលោក3មែនលោក3ប្រពោះលោកបាទខ្ញុំសូមនិយាយដូចជាខ្ញុំស្មោះណាខ្ញុំនិយាយថានៅរស់នៅកម្ពុជាក្រោមទេប៉ុន្តែខ្ញុំអ្នកស្នេហាសិល្បៈគុណខ្មែរបុរាណហ្នឹងយូរហើយបាទដូចជាខ្ញុំអាសាមើលដូចជាគ្រូដូចជានួនសូរិយាដូចជាលោកគ្រូអេពូថងអញ្ចឹងណាបាទហើយខ្ញុំនិយាយថាបងប្អូនខមមិននេះថាលំអៀងនេះថាពេជ្រសម្បត្តិឈ្នះសុខធីឈ្នះពេជ្រសម្បត្តិហ្នឹងនិយាយថាហើយដាក់ទៅការភ្នាល់គ្នាទៅសបាយទៅដូចជាខ្ញុំនិយាយត្រង់បាទកីឡាករសុខធីល្អទាំងពីរបាទសំខាន់គឺកីឡាករគាត់ទាំងពីរគាត់យ៉ាងណាហាត់ដល់ជាងទេបាទកីឡាករទាំងពីរបាទជាយើងមិនអាចខ្វែងសមានត្រូវទេបាទកីឡាករទាំងពីរសុខធីមានល្អទាំងព្រមបាទកំដាប់ដៃកែងនេះតតអីក៏មានមកកាផ្លេហើយដូចជាពេជ្រសម្បត្តិក៏មានដៃតតកែងម៉ាត់ក៏មានកាផ្លេដែរបាទគាត់ល្អទាំងពីរបាទហើយសម្រាប់ខ្ញុំបងសុខធីឈ្នះក៏បានដែរពេជ្រសម្បត្តិឈ្នះក៏បានដែរបាទក្នុងវិស័យគុណខ្មែរបុរាណបាទខ្ញុំលើកដឹងចេះដូចថាល្អទាំងពីរសំខាន់គឺអ្នកណាផ្លត់ទេបាទអ្នកនោះផ្លត់គឺសម្រាប់បាទនេះគឺល្អទាំងពីរបាទមិនមែនថាខ្សោយអីទេគាត់ល្អទាំងពីរគាត់មានមកព្រមបាទកីឡាករសុខធីបាទក៏ល្អហើយកីឡាករពេជ្រសម្បត្តិក៏គាត់ល្អដែរបាទជាមិនមែនទីថៃតាមបងប្អូនខមមិនតាមเพจតាម YouTube តាមបណ្ដាញសង្គម Facebook ទេបាទគាត់គឺកីឡាករមានវឹកហាត់មានគ្រូវឹកហាត់បាទសំខាន់កីឡាកររូបណាដែលគាត់វឹកហាត់ដល់ជាងទេបាទដឹកដល់ជាងគឺនៅនឹងអាចមានជាចំណេះហើយបាទកម្លាំងស្ទុះកម្លាំងនៅមានអ្វីអត់ចោះនឹងគឺមានជាចំណេះបាទហើយកីឡាករទាំងពីរនេះបាទបើថាបើសិនកីឡាករណាផ្លត់ណាបាទផ្លត់គឺចប់ហើយបាទចូលដៃឬមកក៏ត្រូវនឹងកែងឬមកក៏ត្រូវនឹងផ្ទះជើងបាទឬក៏ដាប់ដៃនឹងគឺសម្លាប់ហើយបាទថាកីឡាករណាទេបាទកាត់ល្អទាំងពីរបាទសំខាន់គឺកាត់ការចេះប្រុងប្រយ័ត្នទាំងពីរទេបាទខ្ញុំមើលវិស័យប្រដាល់គុណខ្មែរបុរាណនេះយូរឆ្នាំបាទខ្ញុំមើលពី2007បាទ2007បាទឥឡូវដល់2025ហ្នឹងបាទខ្ញុំតាមដានបាទខ្ញុំកីឡាករបាទកីឡាករនៅក្នុងប្រទេសកម្ពុជាណាខ្ញុំក៏លើកស្ទួយទាំងអស់បាទហើយមួយរយៈនេះខ្ញុំឃើញកីឡាករបាទនៅប្រទេសកម្ពុជាយើងធ្វើបានល្អច្រើនបាទឈ្នះនៅបរទេសជាច្រើនបាទខ្ញុំក៏សូមជូនពរឲ្យអ្នកទាំងពីរហ្នឹងដល់ថ្ងៃប្រកួត28ហ្នឹងបាទឲ្យមានជ័យជំនះទាំងពីរបាទសំខាន់បងកីឡាករធ្វើបានតែសមត្ថភាពបាទការប្រខាត់ការព្យាយាមបាទសូមអរគុណពុកម៉ែបងប្អូនបាទខ្ញុំមានតែប៉ុណ្្នឹងទេបាទជ័យជូនពរឲ្យកីឡាករហើយបងមើលសប្បាយរីករាយទាំងអស់គ្នាបាទក្នុងការវិស័យគុណបដាល់ខ្មែរបុរាណបាទសូមជម្រាបលាបាទ